អ្នកប្រយុទ្ធសាមរ័យនឹងតានេសាទជួបគ្នាកាលណាចិត្តមិនស្អាតពីព្រោះអ្នកប្រយុទ្ធសាមរ័យមកទាបំណុលកាលពីបុលប្រមាណឆ្នាំមុនអញនឹងមិនទាន់ឲ្យដល់អ្នកប្រយុទ្ធសាមរ័យចេះតែមកទាបំណុលទាអត់ទ្រាំមិនបានកើតក្រហល់កើតខឹងខេខលប្រុងធ្វើខុសណែអ្នកនេសាទសងលុយអញជាពាក់យូរមិញច្រើនឆ្នាំនោះអើយអើយឆ្នាំនោះទៅអ្នកនេសាទតែខ្ញុំបាទគ្មានលុយឈើសងសោះប្រមាណឆ្នាំនេះរកពុំបានអ្នកប្រយុទ្ធតាយសាមរ័យស្ដាប់សម្ដីក្តៅពុនប្រមាទទេក្តៅអីស្ទើរទ្រាំពុំបានក្តៅពេញប្រាកដកដាវចេញមកអោដាវសាមរ័យមុតដីស្រួចណាស់បន្លកអ្នកនេសាទភ័យគ្មានទេច្រកមិនដឹងថាត្រូវរត់ទៅណាប៉ុន្តែតានេសាទនឹងឆ្លាតក្រៃចេះលើកសម្ដីដូច្នេះថាបបិទ្ធលោកអ្នកមានបំណុលលោកអ្នកដែលមកទាបំណុលជាទីស្នេហាខ្ញុំធ្លាប់ចេះក្បាច់គុណធ្លាប់ចេះដាវសាមរ័យនឹងដែរខ្ញុំចាំពាក្យគ្រូខ្ញុំថាបើសិនជាពេលដែលកំពុងខឹងក្រោធនោះមិនត្រូវវាយប្រហារនាំឲ្យខកការក្រែងគ្រោះស្ដាយក្រោយឯនោះគេក្រន់ទៅលឺប៉ុណ្ណឹងសម្រាលបានខឹងសម្រាលក្តីខឹងសម្រាលក្តីខឹងមួយគ្រាហើយហើយប្រាប់ដោយសម្រួលឡើយថាណែអ្នកនេសាទអ្នកឯងត្រូវទៅរកលុយសងមកអញវិញឆ្នាំក្រោយឲ្យស្អាតទៅអើយបើពុំឆ្នោះទេនេសាទតែអើយប្រយ័ត្នផ្លាត់ផ្លាតបាត់ជីវិតទេជីវិតហើយអ្នកប្រយុទ្ធសាមរ័យទៅដល់ផ្ទះយប់ងើតហើយងឹតខ្លាំងណាស់អញទៅដល់ឯពេលយប់លោបមិនហ៊ានឲ្យលឺក្រែងប្រពន្ធភ្ញាក់នាំខកខានចម្រោកពេលប្រលប់ស្រាប់តែអ្នកប្រយុទ្ធសាមរ័យនឹងក្រឡេកមើលទៅបានជួបភពប្រសពនឹងរឿងចម្លែកមួយនឹងឃើញនាងប្រពន្ធរបស់ខ្លួនកំពុងដេកជាមួយនឹងសហាយនាងហើយ
ដោយបរោះកាយណែឯងនោះពាក់អាវអ្នកប្រយុទ្ធដាវសម្មារ័យដែរកំពុងតែដេកក្បែរកាយនៃនាងប្រពន្ធរបស់ខ្លួនដែលខ្លួនហៅថាសហាយលើកដាវមកបិះប្រហាររូបរាងកាយអ្នកទាំងពីរឲ្យសិនខ្សៃទៅទាំងពីរពងប៉ុន្តែនឹកឃើញដល់ពាក្យអ្នកនេសាទដែលបានពូលយ៉ាងស្អាងស្អាតតែនេះឈប់សិនអ្នកមានអ្នកដែលខ្ញុំជាប់បំណុលផកអើយគ្រូខ្ញុំហើយអ្នកបង្រៀនក្បាច់គុណគាត់បានប្រាប់ខ្ញុំជាម្ដងមកកំពុងតែក្រេវក្រោតកុំឲ្យវាយប្រហារគេផងនាំឲ្យសៅមងកើគ្រោះស្ដាយក្រោយនឹកឃើញពាក្យអ្នកនេសាទអ្នកប្រយុទ្ធចិត្តស្អាតមិនកាប់ឡើយស្រាប់តែម្ដាយភ្ងាឡើងគឺអ្នកដែលពាក់អាវអ្នកប្រយុទ្ធសម្មារ័យនោះឯងហើយញាក់មកដឹងថាឲ្យអ្នកម្ដាយហេតុអ្វីតែងកាយមកអីចឹងថាកូនប្រុសមាសម៉ែតែងខ្លួនអីចឹងហោហើយកូនហើយកុំខឹងក្បិតម៉ែអើជាស្រីស្រុកយើងសម្បូរចោលណាកែវព្រលឹងម៉ែតែងជាអ្នកប្រយុទ្ធសម្មារ័យកុំឲ្យចោលវាមកធ្វើខាតខឹងមកលោបទៅមកផ្លាំងទ្រព្យសម្បត្តិផ្ទះយើងអញមួយឆ្នាំក្រោយមកអ្នកនេសាទកែវពន្លករកទ្រព្យបានកើមអេយកមកសងអ្នកប្រយុទ្ធសម្មារ័យល្បិតចំពាក់មួយឆ្នាំហើយបើសិនជាខ្លួនរកមិនបានគ្រប់គ្រាន់ច្បាស់ជាខ្សិនខ្សៃជីវិតប្រពន្ធកូនមិនបានរុងរឿងដល់តែយកមកសងគេអ្នកប្រយុទ្ធសម្មារ័យនឹងពោលដំកើងថាទេអ្នកឯងបានសងខ្ញុំរួចទៅហើយអ្នកនេសាទយើងឯណោះឆ្ងល់ពុនប្រមាណថាទេខ្ញុំបាទមិនបានសងឯណាមិនដេចអ្នកថាខ្ញុំសងធនធានថាណាឯងសងខ្ញុំរួចហើយនៅចំណេះដឹងទូលមានបើគ្មានពាក្យណាឯងគ្រាន់ប្រឹកព្រៀនខ្ញុំច្បាស់ជាប្រហាម្ដាយខ្ញុំទៅហើយពាក្យណាឯងបានប្រាប់ខ្ញុំថាកុំវាយប្រហាពេលក្រោតណាអ្នកហើយកុំបើកុំតែបានពាក្យអ្នកកុំឲ្យខ្ញុំសម្លាប់ម្ដាយព្រោះច្រឡំថាសហាយប្រពន្ធខ្ញុំអេរឿងនេះមានអត្ថន័យមានតម្លៃណាស់មានមីងខ្ញុំស្ដាប់ไปផ្ទៀងទើបបានខ្ញុំមកចែករំលែកធំចាប់ហើយរឿងហ្នឹងខ្ញុំអ្នកចបៃលាមីអ៊ំលាមីងប៉ណែខ្ញុំលើកដៃបង្គំអរគុណយ៉ាងធំដែលបានគាំទ្រចាប់ហើយរឿងខ្លីរឿងអ្នកប្រយុទ្ធសម្មារ័យនិងអ្នកនេសាទផងនៅជួបគ្នារឿងថ្មីជាបន្តខ្ញុំបាទត្រេកអរចែករំលែកអេកងាយរំលែក